ឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសច្រើនទម្រង់ដើម្បីបំពេញចិត្តអ្នកវិនិយោគតើលោកអ្នកធ្លាប់ជួបប្រទះដែរទេមានបញ្ហាឈឺកាពះពោះវៀននៅពេលយប់អធ្រាត្រទ្រាំមិនបានទៅរកគ្រូពេទ្យមិនទាន់មែនទេតោះជាថាមីរលីសຕົកនៅផ្ទះទោះលោកអ្នកមានអាការៈឈឺកាពះពេលណាក៏លែងបារម្ភភ្នំពេញលោកសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានលើកឡើងថាកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសច្រើនទម្រង់ដើម្បីបំពេញចិត្តអ្នកវិនិយោគក្នុងកិច្ចសម្ភាសន៍ឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានបញ្ជាក់យ៉ាងដូចនេះថាខ្ញុំសូមជម្រាបថានៅទូទាំងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន26កន្លែងដែលបានដាក់ដំណើរការក្នុងចំណោមសរុបចំនួន52កន្លែងទន្ទឹមគ្នានេះឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានលើកឡើងថាតាមគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាគឺសម្ដេចចង់បង្កើតឲ្យមានតំបន់សេដ្ឋកិច្ចកម្ពុជានិងជប៉ុនដើម្បីជាការងាយស្រួលដល់អ្នកវិនិយោគឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានបញ្ជាក់ថាបច្ចុប្បន្នជប៉ុនកំពុងតែសិក្សាចំពោះទីតាំងថាតើនៅកន្លែងណាបានល្អដែលរួមមានពោធិ៍សាត់កោះកុងក្រុងព្រះសីហនុកំពតកំពង់ស្ពឺឬក៏នៅភ្នំពេញបន្ថែមពីនោះទៀតឧបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានបញ្ជាក់ថារដ្ឋអត់កំណត់ថាត្រូវទៅកន្លែងណាទេឲ្យតែអ្នកវិនិយោគថាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំដីយ៉ាងតិច400ហិកតាអ្នកវិនិយោគដាក់ទុនឲ្យរដ្ឋាភិបាលនឹងធ្វើការជាមួយគ្នាតាក់ទាញអ្នកវិនិយោគដើម្បីធ្វើការនៅតំបន់នោះសូមជម្រាបថាតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាសំដៅដល់មជ្ឈមណ្ឌលពិសេសសម្រាប់អភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្មនិងសកម្មភាពពាក់ព័ន្ធដទៃទៀតហើយអាចមានតំបន់ឧស្សាហកម្មទូទៅឬនឹងតំបន់ផលិតកែច្នៃនាំចេញយោងតាមអនុក្រឹត្យលេខ148 អនក្របកចុះក្នុងខែធ្នូឆ្នាំ2005ស្ដីពីការបង្កើតនិងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសតំបន់សេដ្ឋកិច្ចពិសេសនីមួយៗត្រូវមានមណ្ឌលផលិតកម្មនិងអាចមានមណ្ឌលពាណិជ្ជកម្មសេរីមណ្ឌលសេវាកម្មមណ្ឌលលំនៅឋាននិងមណ្ឌលទេសចរណ៍វិនិយោគិនត្រូវបានលើកទឹកចិត្តឲ្យជ្រើសរើសការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារការលើកទឹកចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាលនិងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែផ្លូវជាតិសំខាន់ផ្លូវលឿនលឿនប្រលានយន្តហោះនិងច្រកទ្វារអន្តរជាតិជាដើមចំណុចល្អនៃរចនាសម្ព័ន្ធនិងសេវាគាំទ្រផលិតកម្មនានារបស់តំបន់សេដ្ឋកិច្ចពិសេសជូនដល់វិនិយោគិនរួមមានការគ្រប់គ្រងអគារការិយាល័យសេវារដ្ឋបាលក្នុងតំបន់មណ្ឌលលំនៅឋានកន្លែងលេងកីឡាកន្លែងព្យាបាលផ្លូវថ្នល់ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតប្រព័ន្ធលូការចោលកាកសំណល់ការផ្គត់ផ្គង់អគ្គិសនីបណ្ដាញអ៊ីនធឺណិតនិងទូរគមនាគមន៍ការការពារអគ្គិភ័យនិងប្រព័ន្ធសន្តិសុខតំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសដែលផ្ដល់សេវានៅនឹងកន្លែងដូចជាសេវារដ្ឋបាលបែបបទនៃការនាំចេញចូលពន្ធគយនិងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតដែលជួយសម្របសម្រួលនីតិវិធីធ្វើពាណិជ្ជកម្មបានឆាប់រហ័សក្នុងនោះផងដែរគម្រោងវិនិយោគដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ QIP របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសគិតត្រឹមខែសីហាឆ្នាំ2023កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសតសពកំពុងដំណើរការចំនួន24ទីតាំងនៃ9រាជធានីខេត្តជាគម្រោងវិនិយោគសរុបប្រមាណ655គម្រោងដែលបានផ្ដល់ការងារជាង170,000កន្លែងរាជធានីភ្នំពេញមានតសពកំពុងដំណើរការចំនួន2ខេត្តកណ្ដាលមានតសពកំពុងដំណើរការចំនួន2ខេត្តកំពង់ស្ពឺមានតសពកំពុងដំណើរការចំនួន1ខេត្តព្រះសីហនុមានតសពកំពុងដំណើរការចំនួន4ខេត្តកំពតមានតសពកំពុងដំណើរការចំនួន1ខេត្តកោះកុងមានតសពកំពុងដំណើរការចំនួន1ខេត្តក្រចេះមានតសពកំពុងដំណើរការចំនួន1ខេត្តស្វាយរៀងមានតសពកំពុងដំណើរការចំនួន9ខេត្តបន្ទាយមានជ័យមានតសពកំពុងដំណើរការចំនួន3